ជាបល់ខ្ញុំទេថៃគេចង់ឲ្យតែយើងផ្ទុះសង្គ្រាមទេពីព្រោះកាឡាដែលថៃអាចយកឈ្នះលើយើងបានគឺការប្រើកម្លាំងដើម្បីឲ្យការឈ្លានពានការកាន់កាប់ការចោះជើងរបស់គេនឹងស្របច្បាប់អញ្ចឹងគេធ្វើយ៉ាងម៉េចឲ្យយើងខឹងឲ្យយើងច្រឡោតឲ្យយើងផ្ទុះអាវុធដើម្បីគេកាន់កាប់ឬក៏ស្អីហ្នឹងបានដោយសារគេគិតថាគេមានកម្លាំងគ្រប់គ្រាន់មានសពាវុធគ្រប់គ្រាន់មានមូលដ្ឋានរឹងមាំដែលអាចវាយយើងដល់ណាក៏បានក្នុងន័យរបស់គេអញ្ចឹងគឺការដែលគេញុះញង់យើងធ្វើឲ្យយើងខឹងដើម្បីឈានទៅប្រើប្រាស់កម្លាំងហ្នឹងគឺជាគោលដៅរបស់គេហើយដែលយើងកន្លងមកយើងនាំគ្នាប្រើថាជាអន្តៈរបស់ថៃណាតែយើងមើលថៃធ្វើហ្នឹងវាដូចជាថ្បកក្បាលខ្លួនឯងទៅវិញទេនៅពេលដែលទង់ជាតិរបស់ខ្លួនមួយបាត់ហើយបាត់នៅលើទឹកដីរបស់ខ្លួនយើងមើលតើកម្ពុជាឯណាដែលអាចចូលទៅដល់ដីរបស់ថៃតាមការលើកឡើងថាទង់ជាតិហ្នឹងគឺទៅដាក់ថ្មីហើយដាក់នៅលើខាងដីថៃនោះទេបាទអញ្ចឹងទៅកម្ពុជាយើងកុំថាឡើងទៅចូលក្នុងដីថៃសូម្បីតែដីរបស់យើងហ្នឹងយើងការពារស្ទើរមិនបានដែលថៃចូលមកឈរជើងច្រើនកន្លែងបាទនេះគឺជាតថភាពជាក់ស្ដែងដែលយើងឃើញហើយថៃខ្លួនឯងក៏ត្រូវចាំដែរថាគ្រាន់តែបាត់ទង់ជាតិមួយមិនដឹងថាការបាត់ហ្នឹងវាដោយសារខ្យល់ដោយសារស្អីក៏មិនដឹងដែរពីព្រោះថៃប្រហែលថ្ងៃនេះមានព្យុះមានភ្លៀងខ្យល់អីច្រើនអញ្ចឹងមិនដឹងថាបាត់ដោយសារស្អីផងរកមូលហេតុមិនឃើញផងបែរជាចង់ទម្លាក់កំហុសមកកម្ពុជាហើយគំរាមមកកម្ពុជាធ្វើដូចជាខ្លួនស្លន់ស្លោចលាចលឈឺចាប់រងគ្រោះតែត្រង់ថាថៃខ្លួនឯងចូលមកកាន់កាប់ទឹកដីរបស់កម្ពុជាជាច្រើនកន្លែងបំផ្លាញប្រាសាទបុរាណវត្តអារាមសាលារៀនស្ពានថ្នល់អីទាំងអស់ហ្នឹងហើយមកកាន់កាប់ប្រាសាទអីរបស់ខ្មែរសួរថាតើខ្មែរចេះឈឺចាប់អត់ខ្លួនសូមក្រាន់តែទង់ជាតិប៉ុណ្ណឹងខ្លួនធ្វើដូចជាចលាចលឈឺចាប់ខ្លាំងណាស់ចុះខ្មែរចេះឈឺចាប់ទេដល់ពេលដែលអ្នកឯងចូលមកកាន់កាប់ទឹកដីគេមកបំផ្លាញបដិមាបំផ្លាញប្រាសាទបាទបំផ្លាញអគាររដ្ឋបាលផ្ទះជនស៊ីវិលសាលារៀនស្ពានថ្នល់ជាដើមតើគេចេះជឿចាប់អត់បាទថៃខ្លួនឯងគួរតែពិចារណាគួរតែធ្វើជាមនុស្សបាទគួរតែពិចារណាក្នុងនាមជាមនុស្សកុំធ្វើដូចជាគ្មានអ្នកណាស្មើនឹងខ្លួនបាទ